បាទជម្រាបសួរបាទពីប្រាសាទសម្បូរពីគុកបាទជានារីលក់ពូជឈើបាទថ្ងៃទី12ខែឧសភា2025បាទជាស្រ័យ2025បាទក្រោយភ្លៀងធ្លាក់យប់មិញបាទយប់មិញភ្លៀងខ្លាំងឃើញថាទេសភាពស្រស់បំព្រងបាទនេះគឺមនមានឈៀងម៉ៃតៃវ៉ាន់បាទទូគីបាទជាងនាំបងប្អូនមកមើលទេសភាពពេលព្រឹកហើយពីភ្លៀងធ្លាក់បាទប្លុកនេះគឺត្រៀមឲ្យផ្លែចាប់ផ្ដើមលាស់ត្រួយតែមិនទាន់បេះស្លឹកហើយជាបេះស្អែកបាទគឺចាប់ផ្ដើមលាស់មកតិចតិចហើយកាលណាធ្លាក់ភ្លៀងគឺចាប់ផ្ដើមលាស់មករកផ្លែចឹងទៅពេលយើងដើម្បីឲ្យផ្លែច្រើនយើងត្រូវធ្វើការបេះស្លឹកនេះបាទគេជឿលឹកទាំងអស់ហ្នឹងគឺចាប់ផ្ដើមចេញផ្លែបាទបាទគឺកាត់ស្មៅស្អាតដុសស្មៅឡើងវិញពី2មេមកបាទអានេះយើងទៅកាត់ស្មៅទេអានេះបាទប្លុកខាងនេះគឺកាត់ពីម្សិលកាត់រួចមេឃធ្លាក់មេឃភ្លៀងមកមុំបាទកាត់ម្សិលបាទអានេះប្រហែលជាត្រូវការដាក់ជីងាយហ្នឹងដែរដាក់ជីហើយណាដាក់ជីឲ្យមាន់គោបាទលើដាក់ហើយព្រោះកាត់ស្មៅរួចហើយទៅដាក់ជីបាទព្រោះខែនេះខែដើមរដូវភ្លៀងបាទមិនដាក់ជីទេវាធ្វើឲ្យតាមមាន់នឹងវាខ្សោយវាមិនសូវរឹងមាំបាទហើយកាត់ស្មៅវាមិនស្អាតបាទស្អាតបាទនេះដែលរាំងម្សាមុនទៅធ្លាក់ភ្លៀងអាមេទី1បាទចាប់ផ្ដើមចេញផ្លែចង់ក្រហមបាទយ៉ាងដាក់ជីរួចធ្វើការបេះស្លឹកនឹងចេញផ្លែមកបាទទេសភាពគឺស្រឡះល្អដល់ពេលយើងកាត់ស្មៅរួចបាទខ្ញុំជុំនេះគឺម៉ូនឈៀងម៉ៃទាំងអស់បាទទៅមុខបានតៃវ៉ាន់ក៏នេះដែរយើងធ្វើការតៃម៉ែកបាទមកមុខនេះគឺតៃវ៉ាន់បាទតៃវ៉ាន់ស្តុបបឺរីតៃវ៉ាន់មេឆបាទតៃវ៉ាន់2បាទបាទបងប្អូនចាប់អារម្មណ៍ចង់បានពូជយកទៅដាំបាទអាចតាក់ទងបានបាទនេះគឺជាចំការដាំផ្ទាល់ដៃនៅខ្ញុំបាទទីតាំងនៅភូមិសំរិទ្ធឃុំដំបូលស្រុកប្រាសាទដំបូលខេត្តកំពង់ធំបាទអរគុណច្រើន